ខ្ញុំនឹងសម្អាតកង់រងឆ្នេរកង់តូចឲ្យស្អាតនៅក្នុងរយៈពេល1 ម៉ោងសាច់រើសតាមម្ដុំនេះកលៀតថ្មកលុកកលៀតថ្មណាបានឡើងមកកណត់អេតាមចឹងណាកាគឺសួស្ដីអ្នកគ្នាខ្ញុំពេជ្រវិស័យវីដេអូនេះដែរគឺខ្ញុំថតនៅកោរ៉ុងនឹងលេង challenge មួយក្មេងៗឲ្យពួកគាត់រើសសម្រាមគឺយើងមានពេលត្រឹមតែ1 ម៉ោងប៉ុណ្ណោះឥឡូវយើងដើរទៅរកពួកគាត់ទាំងអស់គ្នាពួកគាត់នៅខាងនោះច្រើនមែនតើនោះម្ដុំនោះអ្នកគ្នាដោយសារតែខ្ញុំតាមនេះវាអត់ទៅទេតាមគ្នាធ្វើមានសារ៉ាមមានមួយហើយប៉ុន្តែទឹកខាងនោះសារ៉ាមមានច្រើនដែរអញ្ចឹងណាយើងរកទិញថងសិនអ្នកគ្នាលើក្មេងៗយ៉ាងរ៉ាំហ្នឹងហើយអ្នកទាំងគ្នាឥឡូវក្មេងៗមកជុំគ្នាថ្ងៃនេះគឺខ្ញុំមានបេសកកម្មធ្វើបីរើសសម្រាមពីដើមឆ្នេររហូតដល់ចុងឆ្នេរឲ្យអស់ពួកគាត់នឹងទទួលបានទឹកប្រាក់ប៉ុន្មានខ្ញុំអត់ទាន់ប្រាប់ទេតែដឹងតែបានលុយអញ្ចឹងឲ្យពួកគាត់បែងចែកគ្នាជាក្រុមមានមនុស្សធំមនុស្សទូចតាមនឹងអញ្ចឹងណាខ្ញុំក៏ចូលរួមvớiពួកគាត់ដូចគ្នាអញ្ចឹងឥឡូវយើងចាប់ផ្ដើមបេសកកម្មនឹងទាំងអស់គ្នាបែងចែកក្រុមហើយយើងរើសមេក្រុមគេស្ម័គ្រចិត្តធ្វើមេក្រុមចេញមកក្រៅមកជំហានរើសសម្រាមឲ្យបានប៉ុន្មានថង2 ថង2 ថងអនឡាញរើសសម្រាមឲ្យបានប៉ុន្មានថង1 2អូមួយគេ$1អូដឹងលុយហើយលុយខ្មែរយកអត់អូអូនេះ3 ថងលើគេរើសសម្រាមឲ្យបានប៉ុន្មានថង2 ថងក្រុមស្រីសិតតែប្រុសក្រុមនេះគឺមានមនុស្សស្រីតំណាងមួយហើយរើសសម្រាមឲ្យបានប៉ុន្មានថង4 ថងលើគេដល់គ្នាតឥឡូវយើងចាប់ផ្ដើមទាំងទូចទាំងធំrồiអស់ហាគេនេះដើរតាមគេរើសដោយសារតែសារ៉ាមវាពេញហើយឥឡូវយើងចែកថងថែមនេះគឺជាទស្សនភាពក្មេងៗរើសសម្រាមនេះញ៉ាំដៃញ៉ាំជើងនេះអ្នកគ្នាសាច់រើសតាមម្ដុំនេះកលៀតថ្មកលុកកលៀតថ្មណាបានឡើងមកកណោឥឡូវគឺយើងបន្តទៅមុខបន្តទៀតមើលហងយ៉ាងមុតដៃអូដាក់កេះពេញមកចឹងនិយាយថាឥឡូវវឹកវរខ្លាំងមែនទេខ្ញុំអត់ដឹងមេក្រុមមួយណាភ្លេចមេក្រុមអស់ហើយមនុស្សច្រើនមែនទេឥឡូវបែកឆ្នៃគ្នាពេញដល់បានប្រហែល 50% អ្នកគ្នាណា 50% ទៀតពេលដែលឲ្យពួកគាត់រើសចឹងទៅលើក្រោយពេលពួកគាត់ចោលគាត់នឹងគិតអាពេលដែលគាត់រើសនឹងឲ្យគាត់វាហាញើតនឹងចោលហើយពេលរើសវាមិនមែនស្រួលដូចពេលចោលណាពេលរើសហត់ណាអូមែនគាត់សុំជើងអេសុំជើងណាគេឥឡូវយើងរើសហើយឯអ្នកគ្នាចាំតែមើលលទ្ធផលទាំងអស់គ្នាអាណាក្រុមណាបានថងដល់ក្រោយឯហូបអើយវាអត់ឃើញមុខឯណាតាំងពីដើមមកដល់ពេលវគ្គគេរើសហើយយើងអត់ឃើញចូលតាមក្រុមលឿននេះស្រាមយើងរើសហើយឯងតែដឹងតាមក្រុមយើងអត់ដឹងថាក្រុមណាបានប៉ុន្មានទេឥឡូវគឺយើងមកជុំគ្នាសិនឲ្យពួកគាត់ឈរតាមក្រុមសិនអត់ខ្លាំងណាស់នោះប្រហែលចង់50 ថងទៀតអ្នកគ្នាឥឡូវហ្នឹងគឺយើងរើសសម្រាមហើយឯងពួកគាត់ឡើងឈរតាមក្រុមឥឡូវយើងធៀសមួយសិនណាក្រុមពួកគាត់រើសបានប៉ុន្មានអត់ឯងក្រុមទីប៉ុន្មានក្រុមទី3រើសបានប៉ុន្មានថងបាទ14 ថងអូយម្នាក់ប្រកាសរើសបានតែម្នាក់3ម្នាក់4នេះណាពេលរើសបានចាក់ស្ដែង10 ថងជាងក្រុមទី2រើសបានប៉ុន្មានថង7អី8អូយចាក់ដែរអូនថងមួយរើសបានប៉ុន្មានថងបាន7 ថងអូដល់7 ថងក្រុមនេះរើសបានច្រើនជាងគេអ្នកគ្នារើសបានប៉ុន្មានថង15ទីបាត់2មានអ្នកលុយថងអូយបានច្រើនណាស់អ្នកគ្នាឥឡូវនេះយើងរើសហើយឯងអញ្ចឹងគឺយើងគ្រាន់តែបែងចែកក្រុមឲ្យដឹងថាក្រុមណាមានតំណាងមួយយើងស្រួលអញ្ចឹងណាអញ្ចឹងឥឡូវនេះគឺពួកគាត់បានលុយម្នាក់10000ស្មើគ្នាទាំងអស់អត់មានម្នាក់គេបានតិចបានច្រើនទេគឺបានម្នាក់10000ស្មើគ្នាទាំងអស់អ្នកគ្នាគ្រាន់តែយើងបែងចែកក្រុមឲ្យស្រួលងាយស្រួលរមេក្រុមមេរើសសារ៉ាមសប្បាយអត់បាយចូលបានលុយសប្បាយអត់បាយហើយនៅបោះចោលសារ៉ាមទៀតអត់ពេលបោះចោលស្រួលមិនដែរពេលរើសវាហត់អញ្ចឹងវាគឺជាចំណែកមួយដែលឲ្យពួកគាត់ឃើញថាពួកគាត់ពេលរើសវាហត់អញ្ចឹងពេលដែលគាត់ចោលគាត់រៀងឲ្យញើសដៃអញ្ចឹងណាមិនថាតពួកគាត់មិនថាអ្នកដែលមើលវីដេអូមួយហ្នឹងឯងសង្ឃឹមថាអ្នកនរគ្នាចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នាបរិស្ថានស្អាតបានទីតាំងនឹងស្អាតបានពេលភ្ញៀវទៅចូលមិនថាជាតិមិនថាអន្តរជាតិទេពេលដែលទៅគឺថតមកក៏អត់មានទស្សនវិជ្ជាសម្រាប់ទេមិនថាកន្លែងណាមិនថាកោះមិនថាអីទេ3 2 1 វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេជម្រាបលាបាយបាយ